នៅរស់ជាកូនចៅនេះនាំគ្នាធ្វើបុណ្យជូនដល់អ្នកស្លាប់ទៅរួមដោយខ្លីមានបុណ្យ3បុណ្យទី1គេហៅថាបុណ្យមរណៈសង្គ្រោះបុណ្យទី2គេហៅថាបុណ្យជាបណកិច្ចបុណ្យទី3គេហៅថាបុណ្យតក្ខិណានុបទានបុណ្យទី1គេហៅថាមរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់សង្គ្រោះនឹងសង្គ្រោះដោយធម៌4សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់នឹងត្រង់ថាបើគ្នាមានទុកព្រោះឪពុកម្ដាយស្លាប់ហើយបើសិនជាអត់មានបងប្អូនណាអើតឈ្ងោកទេគ្នាមានទុក2ទុកទី1ព្រោះម្ដាយឪពុកស្លាប់ទុកទី2ព្រោះអ្នកស្រុកមិនអើតមិនឈ្ងោកដូច្នេះបានជាក្នុងសាសនានេះលោកឲ្យជួយគ្នាទៅវិញទៅមកយើងជួយគេគេជួយយើងនេះសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសង្គ្រោះដល់អ្នកស្លាប់ដោយធម៌4ទី1ទានអ្នកមកចូលចាប់មគ្គផលតាមមានតាមបានមិនមែនគេចង់បានរបស់យើងទេប៉ុន្តែវាបង្ហាញពីសេចក្តីស្រឡាញ់រាប់អានទី2បយៈវច្ចៈមកជួយសូត្រជួយស្មូតធម៌អាពីរោះពិសាជួយណែនាំពាក្យពេចន៍ណែគេកំពុងតែតបប្រមល់គិតអីមិនចាញ់យើងក៏ជួយនិយាយណែនាំក្មួយអើយធ្វើអញ្ចេះចៅអើយធ្វើអញ្ចេះទៅហើយទី3លោកហៅថាអត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួលអីចេះអីក៏ជួយនឹងចេះក្រាលពូកចេះរៀបកំរាលចេះរៀបភេសជ្ជៈចេះតបតែងផ្កាក៏ជួយទៅគ្នាកំពុងមានទុកឯចំណែកទី4លោកហៅថាសមានណត្តតាពុទ្ធលោកឲ្យទម្លាក់មាននេះឲ្យទៀបមកត្រឹមជីវិតមួយដូចគ្នាបានហើយកុំឲ្យប្រកាន់ថាអ្នកខ្ពស់អ្នកទៀបអ្នកមានអ្នកក្រអីកើតមកជាតិធាតុមកចានរស់បានប្រមាណស្លាប់ប៉ុណ្ណឹងទាំងអស់គ្នាទេក៏បានជាលោកឲ្យទម្លាក់មាននេះឲ្យស្មើគ្នាមកជួយគ្នាក្នុងកម្មវិធីបុណ្យហ្នឹងគេហៅថាបុណ្យមរណៈសង្គ្រោះដែលខ្មែរយើងហៅថាបុណ្យសពឬអ្នកខ្លះហៅថាបុណ្យមនុស្សស្លាប់ឬបុណ្យខ្មោចនោះណាញោមណាអានឹងហៅឲ្យព្រោះទៅគេហៅបុណ្យមរណៈសង្គ្រោះយើងធ្វើមួយហើយទី2បុណ្យជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពឲ្យសមគួរទៅតាមប្រពៃណីការរៀបចំទុកដាក់សាកសពនេះលោកចែកជា4ប្រភេទមួយប្រភេទយកទៅបញ្ចោះទុកក្នុងដីកប់ក្នុងដីដូចជានៅស្រុកខ្មែរយើងមានតាំងពីបុរាណមករកឃើញភ្នោបុរាណនៅខេត្តព្រៃវែងខេត្តពោធិ៍សាត់បាត់ដំបងប្រទេសមានជ័យឧត្តមមានជ័យរកឃើញភ្នោបុរាណតាំងពីសង្គមចាស់មករីឯនៅខាងអឺរ៉ុបឯនោះរកឃើញនៅក្រិចនៅរ៉ូមនៅតំបន់ខាងអាមេរិកកាំងក៏អេស៊ីបសបូណាគេរកឃើញពិធីបញ្ចុះក្នុងដីនឹងមាន4ប្រភេទមួយគេហៅថាម៉ាមីគេបញ្ចុះរបៀបបញ្ឈរឬក៏អង្គុយគេលងឈើដាក់ក៏មានលងដីដាក់ទៅដាក់បញ្ឈរគេហៅម៉ាមីមួយទៀតគេហៅដុលម៉ុងគេរថ្មបាន3ដុំគេប្រែថាតុកថ្មគេដាក់សាកសពនៅកណ្ដាលដាក់ថ្ម2ហើយដាក់ថ្មមកផ្ទាំងពីលើទៀតទៅហើយគ្របដូចតុកថ្មអញ្ចឹងទី3គេហៅថាម៉ុងហៀគេរថ្មមកផ្ទាំងដាក់ចេញពីក្បាលតនេកមកខាងក្រៅទី4គេហៅថាកប់សពបែបសមូហភាពឥឡូវលែងមានហើយគឺគេកប់ទាំងរស់អ្នកបំរើហ្នឹងអង្គុយពាត់ជុំវិញអ្នកស្លាប់ហ្នឹងទៅគេលងតបោកលងភ្នំទៅគេដាក់សាកសពនៅកណ្ដាលហើយគេដាក់អ្នកបំរើពាត់ជុំវិញគេកប់ទៅឥឡូវក៏វាលែងមាន